ដូច្នេះហើយ resistance អត់ខូច track អត់ខូចមានន័យថាសមាវាដាច់ហើយបាទយើងមកមើលការចុះជួល board Samsung មួយបាទបញ្ហារបស់វាគឺវាទៅតែមួយខាងនៅពេលបកនៅពេលពូតវាពូតទេនៅពេលបកវាទៅតែមួយខាងខ្ញុំចុចបើចុច start មើលបាទហើយមិនបានដឹងថាខ្ញុំដឹងថា board ខូចដោយសារទូនេះជាទូរបស់ជាងគិតមើលខ្សែភ្លើងអស់ហើយនេះឃើញថាវាទៅតែមួយខាងវាទៅតែខាងឆ្វេងហើយខាងស្ដាំវាអត់វិលមកទេនៅពេលថ្លឹងវាវិលទៅតែមួយខាងនៅពេលបកក៏វិលមួយខាងដែរដល់ពេលដំណាក់ការពូតវាអត់ព្រមពូតទេព្រោះអាទូនេះជាងគាត់ដេញខ្សែភ្លើងមកអស់ហើយគាត់មើលខ្សែភ្លើងអស់រួចដល់ហើយដូច្នេះមានន័យថាខ្ញុំបដូរទៅលើ board ខ្ញុំបដូរទៅលើ board វាខូចចាំខ្ញុំធ្វើការដោះ board វាចេញសិនចាំយើងធ្វើការដោះ board វាមកមើលទាំងអស់គ្នាបាទយើងធ្វើការដោះខ្ចៅពីក្រឹបចេញសិនបាទចាំដោះរួចដល់ហើយយើងមកមើលវាអូខេអានេះខ្ញុំបានដោះខ្ចៅពីក្រឹបចេញអស់ហើយយើងចាប់កើសវាមកយើងមកមើលអាស្នាប់ពីរនេះបាទស្នាប់ដែលវាចេញទៅមកទឿស្នាប់ពើអសនិងពើក្រហមយើងធ្វើការដកអាស្នាប់ខាងណាចេញមួយសិនក៏បានដើម្បីដឹងថាខាងណាវាអត់មានភ្លើងចេញទៅមកទឿខ្ញុំធ្វើការដកអាស្នាប់ពើខំចេញសិនវិធីនេះបើយើងវាស់ភ្លើងមើលក៏បានប៉ុន្តែវិធីងាយៗគឺដកស្នាប់ហ្នឹងដកស្នាប់យើងបដូរទៅមកយើងតេស្តមើលវាយើងដកស្នាប់ចេញអាមួយគឺថាវាអត់ព្រមវិលទេបាទវាអត់ព្រមថ្លឹងអស់ដូច្នេះហើយមានន័យថាអាស្នាប់ខាងខ្សែពើក្រហមនេះគឺវាប្រើបានវាមានភ្លើងចេញហើយអាស្នាប់ខាងពើសនេះគឺវាអត់មានភ្លើងចេញទៅមកទឿបាទដូច្នេះយើងដឹងខាងកំហួយវាបាទចាំខ្ញុំធ្វើការបដូរពីស្នាប់ពើសខ្ញុំដុតចូលពើក្រហមជាមួយវាវិលបានអត់បើសិនជាវាវិលបានមានន័យថាខ្សែយើងអត់ដាច់ទេខ្ញុំធ្វើការបិទសិនដោយសារស្នាប់ពើក្រហមនេះមានភ្លើងចេញទៅមកទឿខ្ញុំធ្វើការបដូរវាមកបើសិនជាវាដំណើរមកទឿវាដំណើរការបានមានន័យថាខ្សែយើងអត់ដាច់ទេហើយយើងអត់បាច់ចាំទៅមើលខ្សែទេបាទយើងចាំមើលវាផ្លេតនេះគឺថាវាវិលទៅខាងស្ដាំវិញហើយដូច្នេះហើយមានន័យថាខ្សែយើងអត់ដាច់ទេបាទដូច្នេះយើងបដូរទៅលើ board ទាំងស្រុងហើយមុនមិញនេះនៅពេលថ្លឹងវាវិលទៅឆ្វេងតែដល់ពេលយើងបដូរខ្សែវាវិលមកស្ដាំវិញហើយការត្រួតពិនិត្យបែបនេះគឺយើងអាចដឹងថាមកទឿមានបញ្ហាឬខ្សែដាច់ដល់ពេលយើងត្រួតបែបនេះហើយយើងអាចដឹងបានថាបញ្ហា board ហើយយើងត្រូវការមើល track មកទឿហើយនឹង resistance នេះមួយបាទយើងមើលវាបើសិនជាវាអត់ខូចទាំងពីរចាំយើងតាមសមាវាអូខេខ្ញុំធ្វើការដោះ board វាសិនបាទអានេះខ្ញុំបានដោះ board មករួចដល់ហើយយើងមកកើសដើម្បីវា board ទាំងក្រោមចេញសិនតែ board នេះរឹកស្អិតបន្តិចខ្ញុំធ្វើការកើសវាដើម្បីយើងវា board បើមើល track ហើយនឹង resistance វាវ៉ាឃើញថាគេវាមកបាត់ហើយមានស្នាមចុះជុលមករួចដល់អស់ហើយគេបាញ់កាវចូលវិញតែកាវជ្រេកអស់ហើយអូខេខ្ញុំធ្វើការសម្អាតវាសិនបាទចាំខ្ញុំសម្អាតកាវសម្អាតអុយរួចរាល់ហើយយើងមកមើលបញ្ហាវាបាទអូខេអានេះខ្ញុំបានធ្វើការកើសកាវវាចេញអស់ហើយគេថាមានស្នាមគេចុះជុលមកមុនខ្លះៗហើយបាទប៉ុន្តែគេចុះជុលប្រហែលយូរហើយដោយសារគេបាញ់កាវបិទវិញអានេះយើងមកមើលបញ្ហាមកទឿអត់វិលមកខាងបាទយើងមកមើលអត្រេកមួយនេះបាទដែលវាចេញពីស្នាប់cơសមួយវាសមាវិរត់ចូលអត្រេកមួយនេះហើយនឹង resistance មួយនេះបាទយើងមុនយើងវាស់មើលអត្រេកមកទឿហើយនឹង resistance មួយដែលវាចេញពីអត្រេកមកទឿវាចូល resistance ឆ្លងពី resistance វារត់ទៅ IC ចាំយើងមកធ្វើការវាស់មើលត្រេកវាទាំងអស់គ្នាបាទយើងចាក់តម្លៃអូមវាមកដោយសារវាអត់មានការឆ្លងយើងបាច់វាស់មើលការឆ្លងវាទេបាទយើងមើលតម្លៃអូមវាមានវាអាចប្រើបានវាមាន331អូមដូច្នេះវាអាចប្រើបានយើងចុចតួស្លេកកញ្ចែក៏បានចាំខ្ញុំបដូរម៉ូតកញ្ចែវាមើលនេះគឺតម្លៃនិយាយទៅណាតម្លៃអូមវាស្មើគ្នាអូខេដូច្នេះហើយ track X យកខូចទេយើងមកមើល resistance ម្ដងយើងវាស់មើល resistance បាទចាំផ្លេតខ្ញុំបដូរគីឡូអូមសិនអូខេយើងវាស់មើលវាមកឃ
គេថា resistance វាអត់ដាច់ទេបាទវាបាន295អូមតម្លៃដើមរបស់វាគឺ300អូមទេបាទតែយើងវាបានប៉ុណ្ណេះឯងដូច្នេះហើយ resistance អត់ខូច track អត់ខូចមានន័យថាSEMA វាដាច់ហើយយើងត្រូវការតាម SEMA វាមើលរត់ចេញពី resistance នេះមួយរត់ចូលទៅ IC រត់ចូលមក IC មួយនេះបាទនេះ IC មួយនេះឯងបាទយើងធ្វើការតាម SEMA វាមកបាទចាំខ្ញុំធ្វើការតាម SEMA រួចរាល់ហើយបើចាំខ្ញុំឃើញកន្លែងខូចចាំខ្ញុំមកប្រាប់ទាំងអស់គ្នាបាទដោយសារការតាម SEMA វារៀងយូរបន្តិចខ្ញុំធ្វើការតាម SEMA វាសិនបាទអូខេនេះខ្ញុំបានឃើញកន្លែងខូចហើយបាទគឺ SEMA វាដាច់ហ៎ SEMA ដែលរត់ចូល IC ដាច់បាទខ្ញុំធ្វើការតសេភ្លើងរួចរាល់អស់ហើយនេះយើងតចេញពី resistance ចេញពីជើង resistance មកនេះខ្ញុំតមកចូលអាកន្លែងដេកចម្លងភ្លើងវានេះខ្ញុំតចូលអាកន្លែងដេកចម្លងភ្លើងដែលវាចូលទៅ IC វាមានដេកចម្លងភ្លើងមួយបាទដោយសារខ្ញុំខ្ជិលវាបតវាខ្ញុំខ្ជិលវាបតថែមខ្ញុំធ្វើការយោងសេភ្លើងចេញក្រៅម្ដងធានាថាអត់ដាច់ទេលេងដាច់ហើយលិចនេះធានាថាប្រើបានយូរលេងដាច់ហើយលើកលេងតែមានដងខំអូខេចាំយើងធ្វើការដាក់ចូលទូតេស្តមើលទាំងអស់គ្នាបាទយើងធ្វើការដាក់ចូលទូតេស្តម្ដងយើងធ្វើការរៀបចំ .snap.oi សិនបាទយើងតេស្តមើលវាអាចប្រើបានអត់បើវាប្រើបានទេយើងត្រូវមើលកន្លែងខូចទៀតអូខេចាំខ្ញុំឲ្យមើលកន្លែងនេះសិនកន្លែងខ្ញុំតខ្លាចថាជាងងាលុយបដូរបតនេះកន្លែងតកន្លែងយើងតខ្សែវាតខ្សែ SEMA វាអូខេយើងមកដុតព្រីភ្លើងតេស្តមើលសិនចុចបើឲ្យចុច start មកគេថាវាថ្លឹងហើយនេះគេថាវាវិលបានសងខាងហើយបាទមកទើវាដំណើរការបានសងខាងហើយវាទៅឆ្វេងទៅស្ដាំបានហើយមុនមិញនេះវាវិលទៅតែឆ្វេងអូខេលុយនាទីយកទឹកចូលហើយបាទគេថាលឺសូទឹកចូលហើយខ្ញុំធ្វើការ test spin ម្ដងញ៉ា error គម្រប error ទ្វារវាអូខេរួចរាល់ហើយយើងនៅចាំមើលវា spin បានអត់វាពូតបានអត់បាទអាតូននេះបញ្ហារបស់វាគឺម្ចាស់គេប្រាប់ថាពូតដោយសារមកទើវាវិលទៅមកខាងដល់ពេលដាក់ការពូតទៅវាអត់វិលទៅខាងពូតនេះគេថាវាពូតបានហើយអូខេដល់ប៉ុណ្ណេះរួចរាល់ហើយយើងអត់ដាច់អត់ដាច់យើងអត់បាច់បដូរឧបករណ៍អីទេបាទយើងតខ្សែមកខ្សែប្រើបានវិញ